Radio Free Asia.មានគោលបំណងជួយដល់ប្រទេសកម្ពុជានិងគ្រប់គ្រងដល់បំណងប្រាថ្នារបស់ប្រជាជនកម្ពុជាដើម្បីទទួលបាននូវលទ្ធិប្រជាធិបតេយ្យមួយដ៏រឹងមាំដែលការពារដល់សេរីភាពបុគ្គលការឡើងវត្តភាពសេដ្ឋកិច្ចនិងសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក John F Kennedy បានមានប្រសាសន៍ថាយើងជាជនជាតិអាមេរិកកាំងក្រោកឈរឡើងដើម្បីសេរីភាពនោះគឺជាការចង់បានរបស់យើងហើយនោះគឺជាការបដិញ្ញាចិត្តតែមួយគត់របស់យើងចំពោះអ្នកដទៃបាញ់មិញនេះក្នុងសត្វប្រាក់សន្តិថារបស់ដល់ម៉ៃការ៉ូទូតហើយក៏ដូចជាក្នុងពេលដែលគាត់ជួបរឿងថាកិច្ចខ្ញុំពិភាក្សាគ្នាគាត់ក៏បានថាគាត់នឹងមានអវត្តមានពីកម្ពុជានៅថ្ងៃនេះដើម្បីអញ្ជើញទៅពេញបេសកកម្មនៅសហរដ្ឋអាមេរិកក្នុងន័យដើម្បីចាក់ទាញការវិនិយោគពិសេសគឺធនាគារធំដែលមានថវិកាច្រើនដើម្បីមកវិនិយោគនៅកម្ពុជាក្នុងវិស័យដទៃជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាខ្ញុំសូមថ្លែងអំណរគុណហើយសង្ឃឹមទុកជាមុនថាកិច្ចការរបស់អាដាមនឹងទទួលបានជោគជ័យ Good health and success to everyone who is here. Thank you very much. Ladies and gentlemen, now Salvador Ali Alonso Slay, the Republic of Napili, born in America, Sahara, America, the Alonso Slay, Akon Mudoni from. ពេលខ្ញុំជួមកនេះគឺមានជនជាតិអាមេរិកភាគច្រើនគឺជនជាតិអាមេរិកមិនតែមិនមែនមានជនជាតិអាមេរិកទេមានជនជាតិដូចជាបារាំងជប៉ុនចិនមកផងដែរហើយខ្មែរយើងក៏មានច្រើនដែរបងគឺខ្ញុំចង់ដឹងថាតើការតំណងគ្នាដូចមិនដេចគេនិយាយគ្នាមួយក៏គេកំសាន្តជាមួយគ្នាយ៉ាងដូចមិនដេចពេលខ្ញុំជួមកឃើញថាពួកគាត់ហ្នឹងវាចំគាត់ free ហ្មងគាត់ធ្វើអ្វីមួយគាត់សម្ដែងនិយាយមួយដោយគ្មានការភ័យខ្លាចអ្វីទាំងអស់គាត់ free តែម្ដងសម្រាប់ខ្ញុំមកដូចគ្នាដែរគឺខ្ញុំចង់ធ្វើអីខ្ញុំនិយាយអីខ្ញុំធ្វើមិនខ្ញុំគូមុខមិនខ្ញុំរំផងខ្ញុំច្រៀងផងខ្ញុំអីផងក៏មានបណ្ដាគេថាស្អីដែរ